បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី22ខែ12ឆ្នាំ2025អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់0នេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ05អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ52នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ53អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គ្រាប់ទី4គឺមានតម្រុយលេខ65រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ901គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ650គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់0រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ05អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ52នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ53រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ65តម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ901គុណគ្រាប់ទី2គឺមានតម្រុយលេខ650គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា